សួស្តីបាទនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពាក់ព័ន្ធនឹងមុខងារប្រើប្រាស់ microphone នៅលើកាមេរ៉ា DJI បាទតាំងពី model នេះដែល model ទី1នេះគឺជា model DJI Action 6បាទដែលជាចំនួនចុងក្រោយរបស់ក្រុមហ៊ុន DJI បាទអញ្ចឹងនេះគឺជា Osmo Pocket 3 Creator Combo បាទអញ្ចឹងនៅមុខខ្ញុំនេះគឺមាន mic 2 model ដែល model ទី1គឺ DJI Mic Mini ហើយនិង model នេះគឺជា model របស់ឈុតរបស់ DJI Osmo Pocket 3អញ្ចឹងដើម្បីឲ្យដឹងថាគុណភាព microphone ទាំងពីរនេះតើវាអាច connect ជាមួយនឹងកាមេរ៉ានេះបានទាំងពីរដែរឬទេបាទអញ្ចឹងយើងចូលទៅក្នុង setting របស់កាមេរ៉ាជាដំបូងសម្រាប់នៅលើ Pocket 3គឺយើងអូសចុះបែបនេះយើងចូលទៅសញ្ញា setting ហើយយើងចូលទៅក្នុង wireless mic អញ្ចឹងវាមាន TX1 និង TX2 អញ្ចឹងឥឡូវនេះយើងបើក mic DJI Mic 2 មុននេះឈ្មោះវាគឺ DJI Mic 2បាទអញ្ចឹងដោយសារខ្ញុំបានភ្ជាប់វាមុនរួចហើយអញ្ចឹងគឺយើងគ្រាន់តែបើកមកគឺវា auto connect នៅពេលដែលខ្ញុំគោះគឺវាដំណើរការសំឡេងវាតែម្ដងអញ្ចឹងខ្ញុំយកមកនិយាយបាទឃើញថានៅពេលដែលយើងនិយាយទៅគឺសំឡេងចូលតែម្ដងទៅក្នុងកាមេរ៉ារបស់យើងដោយវាយកសំឡេងចេញពី mic គឺវាអត់យកសំឡេងចេញពី mic របស់កាមេរ៉ាដែល built in មកជាមួយទេបាទអញ្ចឹងឥឡូវនេះយើងដើម្បីភ្ជាប់ mic ថែមមួយគ្រាប់ទៀតយើងត្រូវធ្វើដូចម៉េចបាទយើងចុចបើក DJI Mic Mini សិនមកអញ្ចឹងយើងចុចបើក DJI Mic Mini ហើយយើងរើសយក TX2 បាទអញ្ចឹងយើងចុច TX2 ហើយយើងចាប់ផ្ដើមចុចសញ្ញា connect នេះបាទយើងចុច hold វាជាប់ប្រហែលជា6 second បាទឥឡូវនេះឃើញថាវាភ្ជាប់ជាមួយនឹង mic DJI Mic Mini បានសម្រេចហើយអញ្ចឹងឃើញថានៅលើ screen របស់នេះបានបង្ហាញថា TX2 ត្រូវបានតភ្ជាប់អញ្ចឹង mic ទាំងពីរនេះគឺវាភ្ជាប់ទៅកាន់បាទកាមេរ៉ាទាំងពីរតែម្ដងអញ្ចឹងឧទាហរណ៍ថាបើខ្ញុំនិយាយទៅលើ Mic 2បាទគឺវាមានបញ្ជាក់អក្សរ DJI Mic 2គឺខ្ញុំនិយាយទៅលើ DJI Mic 2គឺ Mic 2ដំណើរការអញ្ចឹងខ្ញុំនិយាយនៅលើ DJI Mic Mini គឺ Mic Mini គឺប្រេកង់របស់ Mic Mini វាលោតខ្ពស់ជាងអញ្ចឹងមានន័យថានៅពេលដែលយើងដាក់ជិតមាត់គឺវាដំណើរការបានល្អហើយសម្រាប់micទាំងពីរនេះគឺគុណភាពខ្ពស់មែនតើបាទសម្រាប់បងប្អូនដែលធ្លាប់ប្រើប្រភេទmic DJI គឺបងប្អូនដឹងហើយពាក់ព័ន្ធនឹងគុណភាពអញ្ចឹងត្រឡប់មកវិញយើងទៅមើលពាក់ព័ន្ធនឹងកាមេរ៉ា DJI Action 6វិញម្ដងអញ្ចឹងខ្ញុំសូមបិទ Mic Mini ចេញសិនបាទឥឡូវនេះយើងបិទ DJI Mic Mini សិនយើងបិទPocket 3សិនបាទអញ្ចឹង mic ទាំងពីរនេះយើងចង់ដឹងថាយកមកភ្ជាប់ជាមួយនឹង DJI Action 6តើវាអាចភ្ជាប់បានឬអត់បាទអញ្ចឹងជាដំបូងយើង slide វាចុះមកក្រោមសម្រាប់ DJI Action 6យើង slide វាចុះមកក្រោមហើយយើងរើសយកបាទយើងរើសយក setting ដូចគ្នាហើយយើងរើសយក wireless mic បាទវាមាន TX1 TX2 ដូចគ្នាបាទអញ្ចឹងជាមួយយើងសាររបងភ្ជាប់វាចង់ដឹងថាតើវាអាចដំណើរការបានដែរអត់អញ្ចឹងឥឡូវនេះខ្ញុំសូមចុច hold នៅលើប៊ូតុង connect ដូចគ្នាប៊ូតុងដែលយើងមើលទៅឃើញថាវាសញ្ញាច្បាស់ហ្នឹងយើងចុចវាហើយយើងចុចទៅលើ TX1 បាទសញ្ញានេះបាទ
បាទអញ្ចឹងឃើញថាmic mini ត្រូវបានតភ្ជាប់ហើយគឺយើងត្រូវបានតភ្ជាប់ mic mini ចូលជាមួយនឹងកាមេរ៉ានេះហើយចឹងបងប្អូនមើលគឺវាឡើងលោតភ្លើងហើយគឺវា connect ហើយទៅសាយសំឡេងនេះក៏វាលោតដែរចឹងឥឡូវយើងមកសាកល្បងនៅលើ DJI Mic 2វិញម្ដងយើងសាកល្បង mic នេះដើម្បីតភ្ជាប់ចឹងយើងចុចប៊ូតុង hold នេះឲ្យជាប់បាទអញ្ចឹងឃើញថា mic ទាំងពីរនេះគឺវាដំណើរការដូចគ្នាជាមួយនឹងកាមេរ៉ារបស់យើងបាទគឺកាមេរ៉ារបស់យើងគឺវា support ជាមួយនឹង mic ទាំងពីរនេះដូចគ្នាអញ្ចឹងសរុបមកវិញគឺសម្រាប់បងប្អូនដែលប្រើប្រភេទ DJI គឺវាងាយស្រួលនៅក្នុងការប្រើប្រាស់បែបនេះដោយ device កាមេរ៉ា DJI គឺវា support ជាមួយនឹង mic DJI របស់វាផ្ទាល់តែម្ដងគឺងាយស្រួលនៅក្នុងការប្រើប្រាស់បើបងប្អូនមានតែកាមេរ៉ាបងប្អូនអត់មាន mic បងប្អូនអាចទិញ mic ពីខាងខ្ញុំបានសម្រាប់ mic mini នេះគឺយើងមាន stock បងប្អូនគ្រាន់តែ connect វាបែបនេះគឺយើងអាចប្រើបាន direct mic ចូលទៅកាមេរ៉ាតែម្ដងគឺយើងអត់ត្រូវការ receiver ដោតចូលទេយើង connect តាមរយៈ wireless របស់ mic ចូល direct តែម្ដងហើយអានេះក៏ដូចគ្នាបាទហើយសម្រាប់ mic mini នេះគឺវាកាន់ថ្មចន្លោះសាកពេញម្ដងវាកាន់បាន11ម៉ោងកន្លះហើយនឹងប្រភេទ mic 2នេះគឺវាកាន់បានចន្លោះ6-7ម៉ោងបាទសម្រាប់ការសាកថ្មពេញម្ដងរបស់វាបាទហើយរូបរាងវាស្អាតដូចគ្នាគ្រាន់តែមួយធំមួយតូចចឹងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលប្រើកាមេរ៉ាបាទប្រភេទ Osmo Pocket 3 បាទ DJI Action 4 Action 5 Action 6ជំនាន់ចុងក្រោយនេះគឺអាចភ្ជាប់ជាមួយនឹង mic mini បានដូចគ្នាហើយសម្រាប់ Pocket 3បាទបើសិនជាបងប្អូនចង់បានកាមេរ៉ា DJI Pocket 3ឬក៏ DJI Osmo Action 6ក៏យើងមានលក់ផងដែរបាទអញ្ចឹងបងប្អូនចង់បាន mic ក៏យើងមានលក់កាមេរ៉ាក៏យើងមានលក់បាទគឺយើងបំពេញតាមតម្រូវការបងប្អូនបាទបងប្អូនចង់បានប្រភេទណាមួយក៏យើងមានដែរបាទអញ្ចឹងសម្រាប់វីដេអូនេះគឺចែកជូនបងប្អូនប៉ុណ្ណឹងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាបងប្អូនមានចម្ងល់អីអាច comment នៅក្នុងវីដេអូនេះបានខ្ញុំនឹងឆ្លើយតបទៅកាន់បងប្អូនបាទអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាទ